តោះបងប្អូនយើងមកទស្សនាក្បាច់នៃប៉ារបស់ក្រុមចំណោះបងប្អូនយើងនៅខាងបាត់ដំបងនោះគឺនរិនយ៉ាងសីពិជ័យចិត្តបុត្របងប្អូនទាំងស្លាបចវាទាំងកម្លាំងចម្ដោះការតាមប៉ាសិននឹងឯងយ៉ាងណាដែរទៅហើយបងប្អូនយើងមួយចវាគឺច្បាស់មុតមែនតែនមួយមែនតែមុតបងប្អូនតែតិចទៀតបានកលេចមើលដល់សាយកន្លែង1 2 1 2 1 ស្អាតមែនតែបងប្អូនយើងកន្លែងចាក់1 2នៅខាងក្រោយនេះគឺគេថាចាក់ប្រហោះទូកហើយបងប្អូនយើងបាទចាក់ប្រហោះទូកហើយបើជំនាញអ្នកកញ្ឆេះគេហៅថាក្បាច់កំភ្លើងធំបាទបាញ់កំភ្លើងកន្លែងហ្នឹងហើយពេលដែលខាងតសៃចាក់បាច់បាទក្បាលគឺបោះឡើងចាក់បាច់ក្បាលបោះឡើងអញ្ចឹងអាក្បាច់ហ្នឹងគេថាក្បាច់ប្រហោះទូកហ្នឹងបងប្អូនស្អាតមែនទេហើយចំណុចល្អថងតសៃបាទ5 6នាក់ដែលបងគាត់ចាក់នេះគឺពេលដែលចាក់អញ្ចឹងទៅវាមានគុណប្រយោជន៍របស់វាដែរពេលចាក់ទៅទូកវាប្រហើបវាមានល្បឿនជាងមុនហើយសម្រាប់ឲ្យកុំចំណោបងប្អូនអញ្ចឹងទាំងអង្គុយក៏ដូចជាលុតជង្គង់គឺគាត់គិតតែចាក់ទៅបាទ1 2 3 4 5 6 7 8 9 10អីចឹងទៅបាទហើយកលេចមកខាងក្រោយគឺវាយតែ1 2ចាក់តែមិនចាក់តែបោះទូកឲ្យតែទូកមានល្បឿនហើយតសើមែនតែនតសើជាងគេទៅលើការដឹកនាំរបស់លោកគ្រូចំចិត្តក៏ដូចជាបាទបងវណ្ណៈគឺឃើញថាយ៉ាងសោះមែនតែនបងប្អូនហើយកុំចំណោះគាត់គឺអត់អាញ៉ៃច្រើនទេតែចោះទូកគឺចោះទូកហ៎ពេលបងប្អូនយើងកន្លែងឃើញអញ្ចឹងហើយបានគេទទួលបានភាពជោគជ័យបាទល្អមែនតែនហើយជាគំរូមួយដែលក្រុមចំណោះកីឡាករវិស័យទូកងោយើងត្រូវតែយកគំរូតាមមែនតែនតោះចំណុចល្អយើងប្រម៉ូទយកមកអាខ្ទេចបងប្អូនយើងបាទចំណុចល្អប្រម៉ូទយកមកអាខ្ទេចកុំទុកដើម្បីអភិវឌ្ឍខ្លួនយើងទៅមុខទៀតស្អាតណាស់ហើយបងប្អូនយើងអ្នកគ្រប់គ្រងនេះអូដល់កបងប្អូនយើងចំថ្ងៃតម្លាក់កំពង់បាទទាំងលបឿនទាំងរំរោះមកអែមហើយលើថា2026ហ្នឹងទទួលបានសមាជិកថ្មីទៀតអញ្ចឹងមានថាចាំកលេចមើល2026ទៀតណារបស់ថ្មីល្អយ៉ាងណា